ថ្ងៃនេះឃើញមេឃភ្លៀងអញ្ចឹងទៅក៏នឹកឃើញចង់ស្លមកជូរតកួនបងជាមួយត្រួយ7ដោយសារតែមេឃភ្លៀងអញ្ចឹងធ្លាប់តែនៅស្រុកអញ្ចឹងទៅគឺយើងដើររកត្រីរកបន្លែរកក្តាមខ្ចង់យកមកស្លប៉ុន្តែនំពេញគឺអត់មានអីត្រូវរកទេគឺមានតែទិញគេហើយនេះស្លពេលស្លឆ្អិនប៉ុន្តែមុនបានមកទិញបន្លែទិញអីស្លហ្នឹងគឺចេញបរៀនមកគឺចូលកន្លែងលាងម៉ូតូសិនដោយសារតែម៉ូតូខានលាងរៀងយូរដែរហើយសប្តាហ៍មុនថ្ងៃសុក្រហ្នឹងថារលៀងម៉ូតូតែមេឃភ្លៀងខ្លាំងសប្តាហ៍នេះមេឃភ្លៀងតំព្រលឹមហើយពេលចេញមករៀនក៏នៅតែមេឃភ្លៀងតែនៅតែលាងម៉ូតូតតែបានយើងអត់លាងទូម៉ូតូនេះទៅវាខ្លាចខូចអីចឹងណាក៏លាងខ្លះដែរហើយនេះគឺម៉ូតូពេលលាងម៉ូតូហ្នឹងហើយបន្ទាប់ពីលាងម៉ូតូលាងអីរួចអស់ហើយក៏ចាប់ដើមយកម៉ូតូទុកហើយបន្ទាប់មកក៏ទៅទិញបន្លែទិញអីតែអត់បានថតឡៃហ្នឹងទេហើយបន្ទាប់មកក៏យើងមកដល់បន្ទប់ហើយក៏ចាប់ដើមបោះបន្ទប់អីសិនហើយក៏យកអាវយកអីទៅផ្លាស់ហើយបន្ទាប់មកបានយើងចាប់ដើមដាក់ស្លអញ្ចឹងណាដាក់តាមទឹកហើយដាក់តកួនចូលបន្ទាប់មកពេលទឹកពុះយើងចាប់ដើមដាក់គ្រឿងចូលដូចជាដាក់សាច់ជ្រូកហើយនឹងអំបិលប៊ីចេងស្ករបន្ទាប់មកដាក់ប្រហុកតែប្រហុកនឹងប្រហុកសាច់អញ្ចឹងទៅអត់ច្រើនទេដាក់ជ្រុំចូលបន្ទាប់មកក៏ចាប់ដើមដាក់ត្រួយ7ហើយដាក់ម្ទេសដាក់មកអមអីចឹងទៅតើចំណូលចិត្តអញ្ចឹងណាហើយបន្ទាប់ពីស្លឆ្អិនហើយក៏ចាប់ដើមមកភ្លក់ហើយនេះគឺស្លពេលពូនឹងអ្នកនរគ្នាតំណងខ្លាំងមែនតើដោយសារតែមេឃភ្លៀងអញ្ចឹងទៅបានហូបម្ហូបស្រកស្រែតកួនត្រួយ7គឺឆ្ងាញ់ខ្លាំងមែនតើមេតិចអញ្ចឹងបន្ទាប់មកក៏ចាប់ដើមដាក់ដួសបាយហើយសាច់ជ្រូកចៀនហ្នឹងគឺចៀនតាំងពីព្រឹកម៉ោង5បាយក៏ដាំពីម៉ោង5ដែរប៉ុន្តែសកម្មភាពពេលព្រឹកម៉ោង5ហ្នឹងថតតែប៉ុន្តែមេឃងងឹតពេកពូលនៅឆ្ងាយទៅឃើញវីដេអូហ្នឹងងងឹតពេកក៏អត់យកមកកាត់ជាមួយដែរហើយបន្ទាប់មកគឺយើងដួសបាយដួសម្ហូបដួសអីរួចដល់ក៏ចាប់ដើមដួសហូបអញ្ចឹងណាដោយសារតែម៉ោង11ជាងហើយទ្រាំបានស្លោឆ្អិនអីចឹងទៅដោយសារថ្ងៃហ្នឹងថ្ងៃសុក្រចុងសប្តាហ៍រៀនត្រឹមថ្ងៃសុក្រចឹងទៅក៏ឆ្លៀតលាងម៉ូតូចាក់សាំងចាក់អីឲ្យបានឆ្លៀតទិញបន្លែទិញអីយកមកស្លហើយខានចេញវីដេអូយូរដោយសារតែអត់ដឹងថតពីអីផងហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូខ្ញុំនឹងព្យាយាមថតវីដេអូឲ្យបានច្រើនអញ្ចឹងណាដើម្បីឲ្យមានអ្នកមើលច្រើនខ្ញុំនឹងមានកម្លាំងចិត្តក្នុងការថតហើយក៏ចង់ថតពេលព្រឹកមុនទៅរៀនឯដែរថតពីសកម្មភាពផ្សេងមុនពេលទៅរៀនប៉ុន្តែដោយសារតែមេឃងឹតហើយថតពីម៉ោង5ទៅវារៀងងឹតនៅក្នុងបន្ទប់ចឹងផងវាងឹតហើយណាមួយអំពូលទូចហើយវានៅខ្ពស់ពេកថតឬមិនដែរសាកខំថតសកម្មភាពឡើងយូរប៉ុន្តែចុងក្រោយវីដេអូអត់បានអីសោះដោយសារតែវាងឹតពេកអញ្ចឹងណាចឹងទៅក៏ពេលមករៀនក៏ឆ្លៀតថតវីដេអូនេះឲ្យអ្នកនរគ្នាមើលម្ដងដោយសារពេលព្រឹកមុនទៅរៀនយើងថតវីដេអូខុសហើយចឹងទៅក៏ថ្ងៃឡើងយើងថតម្ដងទៀតអីចឹងណាដើម្បីអ្នកនរគ្នាទស្សនាហើយជីវិតអត់មានអីច្រើនទេមុនទៅរៀនគឺយើងត្រូវដាំបាយដាំអីឲ្យហើយបន្ទាប់មកគឺយើងចាប់ដើមដួសបាយដួសអីធ្វើម្ហូបអីហូបមុនទៅរៀនអញ្ចឹងហើយត្រូវក្រោកពីម៉ោង5រាល់ថ្ងៃម៉ោង5:00ក្រោកហើយក្រោកតែលឺម៉ោងរោហើយខ្លាំងបំផុតគឺនៅពេលលឺម៉ោងរោហ្នឹងតែលឺម៉ោងរោដឹងតែអូយត្រូវមិនត្រូវងើបក៏ត្រូវតែងើបដែរដោយសារតែយើងត្រូវមានភារកិច្ចត្រូវបំពេញតួនាទីអញ្ចឹងហើយវីដេអូនេះខ្ញុំគឺអត់មានអីច្រើនតែមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះខ្ញុំកុំភ្លេចជួយចុច like follow page TikTok នេះខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗច្រើនទៀតអរគុណច្រើនជម្រាបលា